គ្មានទេសន្តិភាពសម្រាប់រដ្ឋអ៊ីស្រាអែលក្រោយពីប្រទេសនេះប្រកាសឯករាជ្យជាផ្លូវការនៅថ្ងៃទី14ខែឧសភាឆ្នាំ1948ហើយសង្គ្រាមរវាងអ៊ីស្រាអែលនិងបណ្ដាប្រទេសអារ៉ាប់បានកើតឡើងជាច្រើនលើកច្រើនសារសង្គ្រាមបានកើតឡើងដោយសារអង្គការសហប្រជាជាតិសម្រេចបំបែកទឹកដីប៉ាឡេស្ទីនជាពីរគឺរដ្ឋអ៊ីស្រាអែលសម្រាប់ជនជាតិជ្វីបនិងរដ្ឋប៉ាឡេស្ទីនសម្រាប់ពួកអារ៉ាប់ការបែងចែកមិនដាច់ស្រេចនេះហើយដែលបង្កឲ្យមានជម្លោះរវាងអ៊ីស្រាអែលនិងបណ្ដាប្រទេសអារ៉ាប់មិនមែនត្រឹមតែប៉ាឡេស្ទីនប៉ុណ្ណោះទេមានសង្គ្រាមធំៗចំនួន4បានកើតឡើងសង្គ្រាមទី1បានកើតឡើងក្នុងឆ្នាំ1948ដែលអ៊ីស្រាអែលហៅថាសង្គ្រាមឯករាជ្យមួយថ្ងៃក្រោយការប្រកាសទទួលស្គាល់អ៊ីស្រាអែលពេលនោះកងទ័ពអារ៉ាប់រួមទាំងកងកម្លាំងប្រដាប់អាវុធរបស់ប៉ាឡេស្ទីននិងបណ្ដាប្រទេសអារ៉ាប់5ទៀតដែលរួមមានអេស៊ីប លីបង់ ស៊ីរី ស័រដានី និងអ៊ីរ៉ាក់បានរួមដៃគ្នាបង្កើតការវាយប្រហារទៅលើអ៊ីស្រាអែលក្នុងការប្រយុទ្ធគ្នាអស់រយៈពេលជាង9ខែកងទ័ពអ៊ីស្រាអែលគឺមានតែម្នាក់គត់ដែលជាកងទ័ពខ្លាំងព្រោះបានយកឈ្នះលើបណ្ដាប្រទេសអារ៉ាប់ទាំងនោះរហូតដល់ប្រទេសអារ៉ាប់សុខចិត្តចុះសន្ធិសញ្ញាចុះចាញ់ក្នុងឆ្នាំ1949ដោយបានយល់ព្រមកំណត់ព្រំដែនបណ្ដោះអាសន្នរវាងអ៊ីស្រាអែលដែលក្រោយមកទៀតត្រូវបានទទួលស្គាល់ពីអង្គការសហប្រជាជាតិថាជាព្រំដែនកំណត់ប្រទេសអ៊ីស្រាអែលព្រំដែនថ្មីនេះត្រូវបានកាត់ចេញពីទឹកដីជាច្រើនរបស់ប៉ាឡេស្ទីនហើយប្រជាជនប៉ាឡេស្ទីនជាច្រើនម៉ឺននាក់ដែលបានរត់ភៀសខ្លួនកំឡុងពេលប្រយុទ្ធគ្នាក៏មិនអាចវិលត្រឡប់ទៅទឹកដីនោះវិញបានដែរដោយសារស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលសង្គ្រាមលើកទី2កើតឡើងក្នុងឆ្នាំ1956ដែលកាលនោះអ៊ីស្រាអែលបានចូលដៃជាមួយនឹងបារាំងនិងអង់គ្លេសដើម្បីឈ្លានពានចូលទឹកដីអេស៊ីបក្នុងវិបត្តិមួយឈ្មោះវិបត្តិព្រែកជីកស៊ុយអេជាលទ្ធផលកងទ័ពអ៊ីស្រាអែលបារាំងនិងអង់គ្លេសបានយកឈ្នះលើកងទ័ពអេស៊ីបនិងបានគ្រប់គ្រងទឹកដីជាច្រើនប៉ុន្តែប្រទេសទាំង3ក៏រងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិរួមទាំងអាមេរិកដែលជាសម្ព័ន្ធមិត្តផងដែរចំណែកអ៊ីស្រាអែលដែលអាក្រក់ក្នុងរសែភ្នែករបស់ប្រទេសអារ៉ាប់ស្រាប់ផងកាន់តែធ្វើឲ្យគេស្អប់កាន់តែខ្លាំងសង្គ្រាមទី3នៅខែឧសភាឆ្នាំ1967ក្រោយទទួលព័ត៌មានថាអ៊ីស្រាអែលបានប្រមូលកងកម្លាំងនៅក្បែរព្រំដែនប្រទេសស៊ីរីប្រទេសអេស៊ីបដែលមានកិច្ចព្រមព្រៀងការពារជាតិជាមួយនឹងស៊ីរីក៏បញ្ជូនទ័ពទៅកាន់ព្រំដែនប្រទេសអ៊ីស្រាអែលនិងបានបណ្ដេញកងកម្លាំងមុខឃីវរបស់អង្គការសហប្រជាជាតិចេញពីតំបន់ស៊ីណៃនិងហ្គាហ្សានៅថ្ងៃទី5ខែមិថុនាឆ្នាំ1967សង្គ្រាមក៏កើតឡើងរវាងអ៊ីស្រាអែលដែលត្រូវតទល់នឹងប្រទេស3ទៀតគឺអេស៊ីប ស៊ីរីនិងស័រដានីសង្គ្រាមនេះត្រូវបានគេប្រសិទ្ធនាមថាសង្គ្រាម6ថ្ងៃដោយសារការប្រយុទ្ធតែ6ថ្ងៃប៉ុណ្ណោះជាលទ្ធផលអ៊ីស្រាអែលនៅតែបន្តយកជ័យជំនះដោយបានដណ្ដើមកាន់កាប់ទឹកដីជាច្រើនដូចជាតំបន់ហ្គាហ្សានិងស័រដានីរបស់ប៉ាឡេស្ទីនតំបន់ស៊ីណៃរបស់អេស៊ីបនិងតំបន់ខ្ពង់រាបហ្គោឡង់របស់ស៊ីរីការដណ្ដើមកាន់កាប់តំបន់ទាំងនេះមិនត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិទេដោយអង្គការកំពូលនេះតម្រូវឲ្យអ៊ីស្រាអែលត្រឡប់ទៅព្រំដែនចាស់វិញតាមសន្ធិសញ្ញាឆ្នាំ1949សង្គ្រាមទី4នៅថ្ងៃទី6ខែតុលាឆ្នាំ1973ដោយសារការចរចានៅជាប់គាំងអេស៊ីបនិងស៊ីរីបានបើកការវាយប្រហារទៅលើអ៊ីស្រាអែលដើម្បីដណ្ដើមទឹកដីក្នុងតំបន់ស៊ីណៃនិងហ្គោឡង់របស់អេស៊ីបនិងស៊ីរីមកវិញដោយសារការប្រយុទ្ធនេះកើតឡើងចំថ្ងៃបុណ្យធំមួយរបស់ជនជាតិជ្វីបគឺបុណ្យយំគីពូទើបគេហៅសង្គ្រាមនេះថាសង្គ្រាមយំគីពូថ្ងៃទី25ខែតុលាសង្គ្រាមនេះត្រូវបានបញ្ចប់ក្រោយពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីសម្រេចមួយឲ្យភាគីជម្លោះចុះសន្ធិសញ្ញាបញ្ចប់សង្គ្រាមក្រៅពីសង្គ្រាមដែលមានទ្រង់ទ្រាយធំទាំង4ខាងលើក៏មានសង្គ្រាមទ្រង់ទ្រាយតូចៗដែលបានបន្តកើតមានរវាងអ៊ីស្រាអែលនិងបណ្ដាប្រទេសអារ៉ាប់ជាពិសេសកងកម្លាំងប្រដាប់អាវុធប៉ាឡេស្ទីន